ជនជាតិថៃមួយក្រុមព្រួតគ្នាវាយទេសចររុស្ស៊ីបែកក្បាលហូរឈាមស្រោចពេញខ្លួននៅប៉ាតាយាទីក្រុងបាងកកនៅក្នុងប្រទេសថៃមានកើតហេតុការណ៍វាយទេសចរបរទេសមួយករណីទៀតហើយដោយលើកនេះជាជនជាតិរុស្ស៊ីម្នាក់បានរងរបួសធ្ងន់ឈាមហូរស្រោចពេញខ្លួននៅទីក្រុងប៉ាតាយានេះបើតាមការចេញផ្សាយរបស់ប៉ាតាយា News ទេសចរអាយុ27ឆ្នាំម្នាក់ត្រូវបានបរិសុទ្ធថៃមួយក្រុមព្រួតវាយនិងយកដបវាយក្បាលបណ្ដាលឲ្យរយះហូរឈាមខណៈដែលអ្នកបង្ករត់បាត់សមោលពីកន្លែងកើតហេតុហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 3:50 នាទីទៀបភ្លឺនៅថ្ងៃសុក្រទី21ខែវិច្ឆិកាឆ្នាំ2025នៅតំបន់ Walking Street ភាគខាងត្បូងនៅទីក្រុងប៉ាតាយាយ៉ាងណាមិញគេមិនទាន់ដឹងពីមូលហេតុនៃករណីនេះនៅឡើយទេខណៈដែលប៉ូលីសកំពុងបើកការស៊ើបអង្កេតជាបន្តមិនមែនជារឿងថ្មីឡើយដែលជនជាតិថៃវាយធ្វើបាបបរទេសជាទេសចរពោលគឺករណីបែបនេះកើតឡើងជាញឹកញាប់ណាស់នៅក្នុងប្រទេសថៃករណីថ្មីកន្លងផុតទៅនេះគឺពាក់ព័ន្ធនឹងទេសចរម៉ាឡេស៊ី2នាក់ជាគូស្នេហ៍នឹងគ្នាដែលត្រូវបានបរិសុទ្ធគ្មានការងារធ្វើម្នាក់វាយនិងដុតពួកគេទាំងរស់នៅជិតផ្សារទំនើបមួយនៅក្នុងទីក្រុងបាងកកកាលពីរាត្រីថ្ងៃប្រហ័សថ្ងៃទី7ខែសីហាឆ្នាំ2025កន្លងទៅហេតុការណ៍នេះបានធ្វើឲ្យទេសចរបរទេសជាច្រើនកាន់តែខ្លាចរអានឹងការទៅដើរលេងកម្សាន្តនៅប្រទេសថៃដោយសារតែប្រជាជនប្រទេសនោះមិនសូវរួសរាយរាក់ទាក់និងខ្លះមានចរិតកោងកាចហើយអ្វីដែលកាន់តែភ័យខ្លាចទៀតនោះគឺនៅប្រទេសថៃតែងតែកើតមានករណីប្រើហិង្សាទៅលើជនបរទេសពីសំណាក់ម្ចាស់ស្រុកផ្ទាល់តែម្ដងចឹងឃើញថាជនជាតិមួយនេះគឺកោងកាចខ្លាំងមែនទែនឃើញថាករណីដែលវាយធ្វើបាបជនបរទេសហ្នឹងគឺមានច្រើនមែនទែនច្រើនករណីមែនទែនសិតតែអួតខ្លួនឯងថាជាប្រទេសសម្បូរអ្នករៀនសូត្រចេះដឹងណាប៉ុន្តែប្រជាជនហ្នឹងគឺសិតតែពីលសិតតែជើងកាងជក់ថ្នាំហ្មងនិយាយអត់ចេះស្ដាប់គ្នាទេជនជាតិមួយហ្នឹងគឺយ៉ាប់មែនទែនលោកដូណាល់ត្រាំថាសហរដ្ឋអាមេរិកនឹងធ្វើការបញ្ចប់សង្គ្រាមនៅស៊ូដង់តាមសំណើរបស់អារ៉ាប៊ីសាអូឌីតទីក្រុងវ៉ាស៊ីនតោនប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបាននិយាយថាសហរដ្ឋអាមេរិកនឹងធ្វើការដើម្បីជួយបញ្ចប់សង្គ្រាមនៅស៊ូដង់បន្ទាប់ពីព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីតមូហាម៉ាត់ប៊ីនសាល់ម៉ានបានស្នើសុំជួបរូបលោកដើម្បីធ្វើអន្តរាគមន៍នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅឯសន្និសីទមួយស្ដីពីការវិនិយោគរបស់អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃប្រហ័សទី20ខែវិច្ឆិកាមួយថ្ងៃបន្ទាប់ពីបានជួបនឹងព្រះអង្គម្ចាស់ប៊ីនសាល់ម៉ាននៅឯសេតវិមានលោកដូណាល់ត្រាំបានគូបញ្ជាក់យ៉ាងដូចនេះថាយើងបានចាប់ផ្ដើមធ្វើការលើបញ្ហានេះហើយគឺសង្គ្រាមនៅស៊ូដង់លោកបានប្រាប់ភ្ញៀវកិត្តិយសចូលរួមក្នុងសន្និសីទរួមមានព្រះអង្គម្ចាស់ប៊ីនសាល់ម៉ាននិងគណៈប្រតិភូអារ៉ាប៊ីសាអូឌីតផ្សេងទៀតថារដ្ឋបាលរបស់លោកបានចាប់ផ្ដើមធ្វើការទៅលើបញ្ហាសង្គ្រាមនៅស៊ូដង់តែកន្លះម៉ោងប៉ុណ្ណោះក្រោយព្រះអង្គម្ចាស់រាជទាយាទស្នើសុំកាលពីថ្ងៃពុធឲ្យរូបលោកដូណាល់ត្រាំជួយអន្តរាគមន៍ប៉ុន្មានម៉ោងក្រោយមកក្នុងការបង្ហោះលើបណ្ដាញសង្គមទំនាក់ទំនងរបស់លោកដូណាល់ត្រាំបានលើកឡើងថាសហរដ្ឋអាមេរិកនឹងធ្វើការជាមួយអារ៉ាប៊ីសាអូឌីតអេមីរ៉ាតអារ៉ាប់រួមអេស៊ីបនិងបណ្ដាប្រទេសជាច្រើនផ្សេងទៀតនៅមជ្ឈិមបូព៌ាដើម្បីបិទបញ្ចប់អំពើឃោរឃៅក្នុងតំបន់និងធ្វើឲ្យស៊ូដង់មានស្ថិរភាពឡើងវិញគួរបញ្ជាក់ផងដែរថាសង្គ្រាមនៅស៊ូដង់បានផ្ទុះឡើងតាំងពីឆ្នាំ2023មកម្លេះដែលជាចំនួនដណ្ដើមអំណាចរវាងកងទ័ពស៊ូដង់និងទាហានប៉ារ៉ាកងកម្លាំងគាំទ្ររហ័សតែភាគីចំនួនទាំងសងខាងត្រូវបានគេជឿថាសុទ្ធតែមានការគាំទ្រពីបរទេសនៅខាងក្រៅក្នុងរៀងៗខ្លួនទើបពួកគេមានអំណាចនិងធនធានដើម្បីធ្វើសង្គ្រាមយូរយ៉ាងដូចនេះបាទអញ្ចឹងយើងឃើញថាសង្គ្រាមនៅស៊ូដង់ហ្នឹងគឺមិនទាន់បានបញ្ចប់ទេហើយអំពើប្រល័យពូជសាសន៍នេះគឺឃោរឃៅខ្លាំងមែនទែននៅស៊ូដង់សម្រាប់ឆ្នាំ2025នេះណាគឺវាសាហាវជាងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនទៅទៀតដោយសារអីបានថាសាហាវគឺដោយសារតែសង្គ្រាមនៅរុស្ស៊ីនិងអ៊ុយក្រែនហ្នឹងគឺស្លាប់តែទាហានទេស្លាប់តែកងកម្លាំងទេហើយជនស៊ីវិលគឺប៉ះពាល់តិចតួចណាស់ក៏ប៉ុន្តែសង្គ្រាមដណ្ដើមអំណាចនៅស៊ូដង់រវាងកងទ័ពស៊ូដង់និងទាហានប៉ារ៉ាវិញគឺពួកគេបានសម្លាប់ជនស៊ីវិលច្រើនមែនទែនសម្លាប់ពលរដ្ឋស្លូតត្រង់ច្រើនមែនទែនគឺសម្លាប់រង្គាលតែម្ដងនិយាយទៅឲ្យតែឃើញអ្នកណាដើរតាមផ្លូវឃើញមុខអីគឺមិនបានហ្មងគឺបាញ់សម្លាប់យកតែម្ដងហើយមានករណីរំលោភបំពានលើស្ត្រីច្រើនមែនទែនគឺច្រើនខ្លាំងមែនទែនសម្រាប់ឆ្នាំ2025នេះណាហើយមកទល់នឹងពេលនេះគឺមិនទាន់ឃើញមានប្រទេសមហាអំណាចណាដែលចូលទៅអន្តរាគមន៍ដើម្បីបញ្ចប់សង្គ្រាមនេះនៅឡើយទេអរគុណអ្នកទាំងអស់គ្នាពីខ្ញុំទៅមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការគាំទ្រកុំភ្លេចជួយ like ជួយ share និងជួយ comment នៅខាងក្រោមផងបើសិនបើមានបញ្ហាខុសឆ្គងអីក៏សូមអធិស្ឋានហើយកុំភ្លេចជួយចុច subscribe និង follow ខ្ញុំម្នាក់មួយផងអរគុណ